បាទហើយនៅកសិដ្ឋានគិរីទេសក៏មានដាំសាឡាត់ដែរហើយជាធម្មតាយើងនឹងស្រាប់ឲ្យសាឡាត់ជួនកាលពេលយើងកាត់មកខ្លះល្អខ្លះមានតកៅស៊ីអញ្ចឹងទៅវាមាននៅសល់សាឡាត់ដែលយើងចោលអញ្ចឹងណាចោលមានសាឡាត់ចោលអញ្ចឹងយើងធ្វើម៉េចបោះវាចោលឬក៏យើងអាចយកទៅធ្វើអ្វីមួយដែលមានអត្ថប្រយោជន៍បានហើយមែនទែនទៅនៅក្នុងចកាហ្នឹងក៏វាមានស្មៅមានឯដោះច្រើនដែរពេលយើងកាត់ស្មៅហើយស្មៅយើងយកទៅណាបាទចម្លើយគឺសាឡាត់ដែលខូចយើងអាចយកទៅលក់បាននេះហើយស្មៅដែលយើងកាត់ចោលនៅតាមចកាអញ្ចឹងគឺយើងអាចយកមកធ្វើទៅជាជីស្មៅបាទអញ្ចឹងនៅក្រោយយើងនេះគឺមានធុង1000 លីត្រ4ធុងហើយធុងនេះគឺយើងប្រើប្រាស់សម្រាប់ធ្វើជីស្មៅណាជីស្មៅនេះបើជាជីដែលធ្វើហើយណាចេញមកទឹករាវទេហើយក៏វាអត់មានជាសារជាតិចិញ្ចឹមអីច្រើនដូចជីត្រីដែរហើយបើយើងនិយាយស្រួលស្ដាប់ទៅគឺអត់មានអស់ចំណាយអីទេក្នុងការធ្វើជីស្មៅក្រៅតែពីយើងត្រូវមានជាកម្មករត្រូវមានជាកម្លាំងក្នុងការធ្វើហើយមានទិញសម្ភារៈដំបូងមួយចំនួនអញ្ចឹងណាប៉ុន្តែជីស្មៅនេះវាមានអត្ថប្រយោជន៍មួយដែលល្អហើយជីស្មៅនេះគឺទៅធ្វើកន្លែងណាគឺដាំរៀបចំប្រើប្រាស់សម្រាប់ដំណាំនៅកន្លែងហ្នឹងព្រោះជីស្មៅនេះគឺមានអតិសកុមប្រាណច្រើនបាទហើយរបៀបធ្វើគឺស្រួលទេគឺយើងយកបន្លែដែលយើងសល់ស្មៅដែលយើងសល់ដាក់ចូលក្នុងធុងមកដាក់ទឹកហើយយើងយកដី1 គីឡូ 2 គីឡូដីហ្នឹងវាធម្មតាវានៅក្នុងហ្នឹងវាមានអតិសកុមប្រាណមាន OM មានអីក្នុងហ្នឹងអញ្ចឹងទៅយើងដាក់ចូលក្នុងហ្នឹងវាកាច់វាចាប់ដើមបង្កើតកកូនតចៅទៅអាទឹកដែលយើងទទួលបានពីអាហ្នឹងមកគឺមានអតិសកុមប្រាណច្រើនអញ្ចឹងយើងប្រើដើម្បីអីយើងប្រើសម្រាប់ដីដែលវាក្រាបខ្លាំងបាទថាដីហ្នឹងវាណាប់វាហាប់ណែនហើយយើងសង្កេតមើលថាពេលយើងចាប់ដើមដាក់ទឹកជីទៅគឺទឹកអស្ចារ្យជ្រាបចូលអញ្ចឹងបានថាដើមដំណាំរបស់យើងគឺអាចប្រមូលយកឬក៏ចាប់យកសារជាតិចិញ្ចឹមបានអញ្ចឹងយើងដាក់ជីស្មៅហ្នឹងដើម្បីធ្វើម៉េចឲ្យដីនៅគល់គល់ដំណាំរបស់យើងហ្នឹងវាផុសល្អហើយវាមានអតិសកុមប្រាណច្រើនហើយវាមានorganic matter បាទអាទាំងអស់ហ្នឹងគឺជាអ្វីដែលជាភ្នាក់ងារដែលយកអាជីគីមីឬអាជីធម្មជាតិរបស់យើងទៅបំបែករួចហើយបានវាបង្កើតជាអាហារសម្រាប់ឲ្យដំណាំរបស់យើងចាប់យកបានបាទនៅក្នុងធុង1000 លីត្រដែលយើងយកធ្វើជីស្មៅហ្នឹងនៅពេលវាកាច់ទៅវាទៅជាអញ្ចឹងណាហើយវានឹងមានទឹកបដុំគ្នានៅក្រោមហើយពេលយើងបើកទៅយកនៅក្រោមមកបានទឹកជាទឹកជីស្មៅហ្នឹងហើយសម្រាប់យើងយកទៅដាក់ក្នុងចម្ការ